nhung khơi chiênដែលនៅតំបន់សុកសេមួយចំនួនដែលគាត់ចេញមកប្រតិកម្មរឿងតម្លៃតាមពិតខ្ញុំមើលអីដែលគេនិយាយគេអត់បានប្រតិកម្មចំពោះអ្នកដែលគាត់នៅទីតាំងណាដែលនៅជាជនបទអីដោយសារអីគេចង់និយាយសំដៅទៅលើជាងខ្លាំងមួយចំនួនដែលនៅពេញគាត់ផុសតម្លៃកោទីផ្សារគេខ្ញុំគិតថាខ្ញុំអ្នកតាគ្នាដែលជាងកញ្ចក់ក៏ជាភ្ញៀវអីក៏គាត់ដឹងដែរបងមួយចំនួនគឺគាត់ផុសតម្លៃកោទីផ្សារខ្លាំងមែនតើគាត់ផុសថោកអីអញ្ចឹងពេលតែធ្វើជាក់ស្ដែងវាអត់អញ្ចឹងវីដេអូមួយដែលគេចង់និយាយគឺគេចង់ឲ្យគាត់ប្រឹងទឹកដៃច្រើនជាងកោទីផ្សារគេអញ្ចឹងណាហើយបងទាំងអស់គ្នាគួរតែយល់របៀបថាគ្មានណាម្នាក់ដែលចង់ស៊ីថ្លៃតែបើធ្វើមិនចំណាយការចំណាយនៅទីក្រុងគឺវាពិតជាច្រើនមែនអ្នកទាំងគ្នាអញ្ចឹងបងមួយចំនួនគាត់ផុសតម្លៃអីចឹងណាជាហាងរបស់គាត់ទេជាសិទ្ធិរបស់គាត់ចឹងគាត់ធ្វើអីធ្វើទៅយើងប្រឹងតែទឹកដៃយើងទៅហើយភ្ញៀវដែលជាមួយយើងគឺគាត់ដឹងហើយថាគាត់ទៅណាគាត់ធ្វើនៅណាអញ្ចឹងព្រោះភាគច្រើនអ្នកទាំងគ្នាខ្វល់អីរឿងតម្លៃនឹងខ្វល់រឿងទឹកដៃល្អជាងខ្ញុំនិយាយមែនខ្ញុំឃើញជាងដែលនៅតំបន់សុកសេមួយចំនួនដែលគាត់ចេញមកប្រតិកម្មរឿងតម្លៃតាមពិតខ្ញុំមើលអីដែលគេនិយាយគេអត់បានប្រតិកម្មចំពោះអ្នកដែលគាត់នៅទីតាំងណាដែលនៅជាជនបទអីដោយសារអីគេចង់និយាយសំដៅទៅលើជាងខ្លាំងមួយចំនួនដែលនៅពេញគាត់ផុសតម្លៃកោទីផ្សារគេខ្ញុំគិតថាខ្ញុំអ្នកតាគ្នាដែលជាងកញ្ចក់ក៏ជាភ្ញៀវអីក៏គាត់ដឹងដែរ